នៅក្នុងភូមិមួយឆ្ងាយមានសត្វឆ្មានិងឆ្កែរស់នៅជាមួយគ្នាពួកគេទាំងអស់ស្លៀកខោអាវដូចអ្នកវង្វេងសម័យចិនបុរាណហើយរៀនសិល្បៈប្រយុទ្ធដើម្បីការពារភូមិឆ្កែខ្មៅម្នាក់ជាអ្នកបាញ់ធ្នូជំនាញខ្ពស់មនុស្សគ្រប់គ្នាគោរពក្រុមឆ្មាតូចៗមានចាត់កំ pl ែងតែងហាត់កាយនៅសួនច្បារហើយសើចអស់ពេលជាមួយផ្លែប៉ោមឬផ្លែតកកឆ្មាពណ៌ទឹកឃ្មុំម្នាក់ជាអ្នកជាងដែកពូកែក្នុងការធ្វើអាវុធនិងអំពូលភ្លើងអស្ចារ្យថ្ងៃមួយពពកខ្មៅធំធំគ្របពពេលភូមិអាកាសមើលទៅអាក្រក់ហើយសត្វចម្លែកមួយចំនួនចង់វាយភូមិដើម្បីយកអំណាចក្រុមឆ្មាក្មេងៗភ័យខ្លាចតែព្យាយាមឈរឆ្កែអ្នកបាញ់ធ្នូប្រមាណថាយើងត្រូវការពារភូមិឆ្មាជាងដែកក៏ប្រើភ្លើងនិងដែកធ្វើអាវុធថ្មីសម្រាប់មិត្តភ័ក្តិពេលសត្វចម្លែកវាយភូមិមិត្តទាំងអស់បានរួមគ្នាឆ្កែបាញ់ធ្នូទម្លាក់អាវុធពីលើអាកាសក្រុមឆ្មាដែលវឹកហាត់បានប្រើចលនាគូហ្វូក៏បញ្ចេញកម្លាំងគួរឲ្យសរសើរឆ្មាជាងដែកបញ្ចេញអាវុធភ្លើងពិសេសបំភ្លឺmộtជុំអង្គរសត្វចម្លែកចាញ់រត់ចេញពីភូមិវិញភូមិទាំងមូលសប្បាយរីរាយពួកគេរាំលេងជុំវិញភ្លើងឆ្កែនិងឆ្មាបានសម្រេចថាមិត្តភាពនិងការរួមគ្នាគឺជាអាវុធខ្លាំងជាងគេកុមារទាំងអស់គួរតែចេះជួយគ្នានិងក្លាហាននៅពេលមានបញ្ហា